បងប្អូនអាចធ្វើញ៉ាំនៅផ្ទះបានងាយស្រួលឆ្ងាញ់ចំណេញហើយបានសុខភាពល្អខែនេះភ្លៀងគ្រប់គ្រាន់បន្លែដំណាំអីក៏ដុះផ្លែល្អដែរសកសកោកពេញដើមបន្លែផ្លែឈើនៅជុំវិញយើងទាំងអស់នោះសុទ្ធតែមានប្រយោជន៍ឲ្យតែយើងឧស្សាហ៍ធ្វើចំណេញទាំងថវិកាហើយបានទាំងសុខភាពល្អទៀតមួយរយៈនេះចេះតែឃ្លានរបស់ផ្អែមហើយដល់ពេលហូបសិតតែរបស់កែច្នៃទាំងអស់ពេលខ្លះញៀនដែរដាច់អត់បានទេចឹងហើយផ្លាស់ប្ដូរខ្លួនឯងមកធម្មតាវិញរករបស់ធម្មជាតិមកធ្វើជំនួសហត់បន្តិចមែនតែក៏ល្អសម្រាប់សុខភាពយើងអត់សូវមានបញ្ហាថ្ងៃក្រោយខ្ញុំរកគ្រឿងធ្វើទឹកតឡាមិនប្រើតឡាតែមុខមានស្លឹកតើយអំពៅតឡានិងពុទ្រាក្រហមយើងយកមកធ្វើសតតែម្ដងអត់មានចិត្តសបកបកសបកអីទេតឡាចបានកាន់តែចាស់កាន់តែល្អឡើងម្សៅសក្បោសនៅលើផ្លែកាន់តែអែមហ្មងអំពៅនឹងតឡាចយកមកដាក់អាំងមកតង់សិនបានយកទៅដាក់ស្ងោរតាមក្រោយឃើញមេឃចែងល្អរត់ទៅបោកកៅអៅសិនបានមេឃចែងខែនេះហោភ្លៀងសឹងរាល់ថ្ងៃបោកកៅអៅជាមួយសាប៊ូល្អកាត់បន្ថយកម្លាំងយើងបានច្រើនជ្រះល្អអត់សូវបាក់ប្រើកម្លាំងដៃទោះបីខ្ញុំមានម៉ាស៊ីនទៅបោកកៅអៅរដងក៏នៅរុះដោយដៃដែរតែជាមួយសាប៊ូនេះជ្រះល្អមែនតែនទាំងក្លិនហើយនឹងស្នាមប្រឡាក់ពិសេសជួយកម្ចាត់បាក់តេរីបាន 99.99% ប្រើបានទាំងបោកដៃនិងម៉ាស៊ីនក្លិនក៏អូបឈ្ងុយមេឃអត់មានថ្ងៃក៏អត់ធ្វើឲ្យកៅអៅយើងមានក្លិនផ្អួរដែរល្អជាផលិតផលរបស់កូនខ្មែរយើងនឹងដែលមានរូបមន្តមកពីប្រទេសកូរ៉េមានទាំងសាប៊ូបោកហើយនិងទឹកក្អូបមានកដងតូចកដងធំតាមស្ថានភាពភោជនីយដ្ឋានប្រើកដងធំចំណេញឆ្លៀតពេលបន្តិចបានរួចការងារមួយទៀតមកមើលរបស់អាំងវិញល្មមតាន់ពេលអត់ខ្លោចតឡាចមួយផ្លែអំពៅមួយដើមនិងស្លឹកតើយមួយដៃខ្ញុំដាក់ឆ្នាំងលេខ30ពុទ្រាក្រហមយើងដាក់តាមចំណង់ចំណូលចិត្តរបស់យើងចាក់ទឹកមកពេញឆ្នាំងខ្ញុំស្ងោររងាស់ប្រហែលជា1ម៉ោងពេលស្ងោររងាស់អត់មានថែមស្ករអីពីលើបន្ថែមទេយករសជាតិសតពីបន្លែផ្លែឈើយើងទាំងអស់តែម្ដងរសជាតិផ្អែមឡំបើអ្នកចូលចិត្តផ្អែមអាចនឹងរៀងសាបបន្តិចចឹងអាចបន្ថែមស្ករអំពៅឬក៏ស្ករក្រាមអីបន្ថែមពីលើក៏បានដែរស្រង់កាក់ចេញឲ្យសម្រេងទឹកឲ្យស្អាតទៅច្រកដបទុកខ្លះសេញ៉ាំមួយថ្ងៃមួយដបឬមួយថ្ងៃ2កែវល្អសម្រាប់សុខភាពយើងជួយបញ្ចុះកម្ដៅជួយឲ្យត្រជាក់ក្នុងញ៉ាំជាមួយទឹកកកត្រជាក់មួយកែវជាតិមែនតែនញ៉ាំហើយមានកម្លាំងព្រឹសក្លិនឡើងឈ្ងុយគួរឲ្យចង់ផឹកហើយក៏អាចសម្រក់រាងយើងបានដែរសម្រាប់បងចូលចិត្តរក្សារាងខ្ញុំខ្ជិលច្រកដបដាក់កូនកៅចឹងហ្មងពេលចង់ញ៉ាំយកតែមួយកែវញ៉ាំហើយបងប្អូនអាចធ្វើញ៉ាំនៅផ្ទះបានងាយស្រួលឆ្ងាញ់ចំណេញហើយបានសុខភាពល្អ